สิวเพอปีกบ้าได้ในปนดอยลูกคิวสมพรอาศัยตาประมุกรอดในการประเชียประเชียทับไตได้ยังกัวอ่านชุมริบสูในต่างอักนี้ไทยนิคมต้องมาใจรำเลยอัมพีสิวเพอปีกบ้าได้เช่นพายยูมาหายปันแต่มีเนคลาคอมันตอนบานดังนุคือสิวเพอจิตนาไดระบบลูกคิวสมพรตัวแต่มาดองสิวเพอนุกนงสิวเพอตีมุ้ยมีนจุ่มนองเชิงทาประวัติศาสตร์การประเชียทำไมนังโกจุ่มโฮชีบันตประบักยมนังตีปีสิเพอได้มีจำนวนเชิงทาปิจารณาประวัติศาสตร์ประเทศกัมพูชีปีดาวมอกระหดดอกัมพูชีประชาธิปไตยส่วนบัญชีทาลูกคิวสมพรบานสเซสิเพอนี้อริยเปลอย่างยูหมกหายขนมนุสิเพอตีมุ้ยประวัติศาสตร์กัมพูชีทำไมนุตระบานบอกปุ่มสายตั้งปีชนามปีปอนใบหายบอกปุ่มสายใบเลือกหายហើយសិភៅទី2ត្រូវបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ2007សិភៅទាំងពីរនេះមានដាក់លក់ចរាចរណ៍នៅតាមបណ្ណាគារជាច្រើនមិនពិបាករកពេកទេហើយអ្វីដែលខ្ញុំចង់បញ្ជាក់បន្ថែមនោះគឺនៅត្រង់ថាសម្រាប់សិភៅទាំងពីរក្បាលនេះខ្ញុំបានអានមួយក្បាលដែរគឺប្រវត្តិសាស្ត្រកម្ពុជាថ្មីដែលលោកខៀវសុផននិយាយឡើងវិញអំពីប្រវត្តិការតស៊ូនិងការចូលទៅក្នុងចលនាកុម្មុយនីសខ្មែរក្រហមហ្នឹងហើយជាធម្មតាមិនចម្លែកពេកទេលោកខៀវសំផនតែងតែបដិសេធអំពីអំណាចគ្រប់គ្រងរបស់លោកនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យអ្វីត្បិតតែលោកមានតួនាទីខ្ពស់បំផុតគឺប្រមុខរដ្ឋប៉ុន្តែលោកខៀវសំផនហាក់ដូចជាព្យាយាមប្រកែកមិនព្រមទទួលយកសោះថាតំណែងជាប្រមុខរដ្ឋនោះលោកមិនបានដឹងខ្លួននោះទេថាលោកមានតំណែងនេះហើយក៏ជាតំណែងដែលគ្មានអសិទ្ធអំណាចនៅក្នុងការសម្រេចអ្វីនោះដែរសូមបញ្ជាក់ថាលោកខៀវសំផនជាអតីតមេដឹកនាំខ្មែរក្រហមមួយរូបដែលផលិតឯកសារប្រវត្តិសាស្ត្រច្រើនមែនទែននៅក្រោយសម័យសង្គ្រាមលោកបានបង្កើត YouTube Channel មួយខ្ញុំអត់ឃើញ YouTube នោះទៀតទេប៉ុន្តែលោកថតវីដេអូខ្លួនឯងអង្គុយរៀបរាប់អំពីប្រវត្តិសាស្ត្រយ៉ាងច្រើនក្នុងនោះខ្ញុំរកឃើញមាន channel ដែលគេយកមកផុសបន្តហ្នឹងមានដល់ទៅ54ភាគហើយបន្តពីការថតវីដេអូនោះលោកក៏បាននិពន្ធសិភៅដែលជាសម្លេងតែមួយគត់ដែលយើងអាចយល់បានថាកម្មាភិបាលខ្មែរក្រហមថានាំចំពោះខ្មែរក្រហមដំណើរការយ៉ាងដូចម្ដេចនិងមានរឿងរ៉ាវអ្វីខ្លះនៅពីក្រោយនោះលោកខៀវសំផនបានដោយអ្វីដែលខ្ញុំនិយាយបានប្រកែកហើយជាពិសេសនៅពេលដែលចេញសារក្រមនៅក្នុងឆ្នាំ2022បើតាមខ្ញុំចាំនៅក្នុងសំណុំរឿង002/02វគ្គ2នោះគឺនៅថ្ងៃចុងក្រោយនៃការប្រកាសសាលក្រមលោកបាននិយាយថាលោកសោកស្ដាយដែលមានការកាត់ក្តីដែលចំពោះអក្រិតកម្មដែលលោកមិនស្គាល់ទីតាំងគឺការចោទប្រកាន់ទៅលើការសម្លាប់រង្គាលទៅលើអតីតមន្ត្រីនៃរបបលន់នល់នៅតំបន់ទួលជ្រៃបើតាមខ្ញុំចាំមិនខុសទេនោះលោកថាលោកមិនទាំងស្គាល់កន្លែងនោះថាជាកន្លែងណាផងហើយលោកមិនបានសម្រេចអ្វីទាំងអស់ប៉ុន្តែលោកក៏มันអាចធ្វើអ្វីបានក្រៅតែពីទទួលយករឿងនេះប៉ុន្តែជាចំហគឺនៅតែបដិសេធដាច់អហង្ការនៅក្នុងឆ្នាំ2022លោកនៅពេលដែលផ្ទេរពន្ធនាគារទៅពន្ធនាគារតាខ្មៅនោះលោកបានស្នើសុំឲ្យមន្ត្រីពន្ធនាគារអនុញ្ញាតឲ្យលោកឬក៏ស្នើសុំទៅតុលាការឲ្យលោកមានសិទ្ធិនៅក្នុងការប្រើប្រាស់កុំព្យូទ័រឡើងវិញតុលាការនៃអង្គជំរំជម្រះវិសាមញ្ញខ្មែរក្រហមហ្នឹងបានអនុញ្ញាតឲ្យលោកប្រើប្រាស់កុំព្យូទ័រហ្នឹងជាង10ឆ្នាំមកហើយនៅពេលដែលលោកផ្ទេរពន្ធនាគារហ្នឹងកុំព្យូទ័រនោះខូចហើយត្រូវបានមេធាវីរបស់លោកយកទៅជួសជុលប៉ុន្តែនៅពេលដែលលោកផ្ទេរពន្ធនាគារមកគឺមេធាវីលោកស្នើទៅខាងពន្ធនាគារឲ្យបកគលជូននៅកុំព្យូទ័រនោះឲ្យលោកប្រើប្រាស់វិញពីព្រោះអ្វីដែលលោកចង់បានបំផុតនោះគឺការសរសេរបញ្ចប់នៅសិភៅមួយក្បាលទៀតដែលយើងមិនដឹងទេថានិយាយពីអីប៉ុន្តែយើងជឿជាក់ថាប្រកាសជាតកតងជាមួយប្រវត្តិសាស្ត្រខ្មែរក្រហមនឹងបន្តទៀតដែរពីចំហរបស់លោកប៉ុន្តែគួរឲ្យស្ដាយខាងមេធាវីរបស់លោកខៀវសំផនផ្ទាល់គឺលោកមេធាវីគង់សំអនបានដាក់ពាក្យស្នើទៅក្រសួងមហាផ្ទៃផងអីផងមកទល់សប្តាហ៍ថ្ងៃនេះគឺនៅតែមិនអនុញ្ញាតឲ្យលោកប្រើប្រាស់កុំព្យូទ័របន្តទៀតទេមេធាវីក៏ត្រូវនៅតែព្យាយាមទទូចសុំឲ្យមានការអនុញ្ញាតឲ្យគាត់បញ្ចប់សិភៅដែលគាត់កំពុងសរសេរនោះប៉ុន្តែព័ត៌មានចុងក្រោយដែលខ្ញុំបានដឹងគឺនៅក្នុងឆ្នាំ2024កន្លងទៅនេះលោកមេធាវីគង់សំអនបានបញ្ជាក់ថាលោកនួនជានៅតែបន្តសរសេរសិភៅនោះដោយដៃបើទុកជាគេមិនឲ្យ
ប្រើប្រាស់កុំព្យូទ័រក៏ដោយចុះហើយយើងសង្ឃឹមថាខ្ញុំក៏ជាមនុស្សម្នាក់ដែលទន្ទឹងចាំមើលដែរថាតើសៀវភៅរកចុងក្រោយរបស់លោកនួនជានឹងបន្ថែមព័ត៌មានអ្វីទៀតពីលើសៀវភៅដែលមានស្រាប់លោកហាក់ដូចជាចង់បង្ហាញខ្លាំងណាស់នៅប្រវត្តិសាស្ត្រខ្មែរក្រហមពីជំហររបស់លោកវិញដែលនេះផ្ទុយអំពីមេដឹកនាំខ្មែរក្រហមផ្សេងទៀតដែលមិនពុំមាននរណានឹកងាយសរសេរសៀវភៅនោះទេហើយម្យ៉ាងវិញទៀតនោះលោកមិនមានជាបងធំនៅក្នុងការគ្រប់គ្រងខ្មែរក្រហមដូចដែលគ្រប់គ្នាស្គាល់ថាបងធំទី1គឺលោកប៉ុលពតបងធំទី2គឺនួនជានិងបងធំទី3អៀងសារីប៉ុន្តែលោកខៀវសំផនហាក់ដូចជាគ្មានវត្តមាននៅក្នុងបញ្ជីបងធំនោះទេថ្ងៃនេះខ្ញុំសូមចែករំលែកប៉ុណ្ណឹងហើយយើងនឹងជួបគ្នានៅពេលក្រោយជាបន្តទៀតអរគុណ